Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to Watashifa ខ្ញុំនឹងថាឥឡូវនេះគឺខ្ញុំមិនទាន់ទទួលបានការគាំទ្រច្រើនពីអ្នកទាំងអស់គ្នានោះទេប៉ុន្តែខ្ញុំមិនដែលចង់បោះបង់វាឡើយនៅពេលដែលយើងធ្វើអ្វីមួយពោពេញដោយក្តីស្រឡាញ់និងពេញចិត្តនិងមានការព្យាយាមវានឹងទទួលបានលទ្ធផលល្អនៅថ្ងៃណាមួយហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចយកបេះដូងអ្នកទាំងអស់គ្នាបានកំសត់ប៉ុណ្ណឹងបានទេតោះស្អីយើងបន្តទៀតនៅពេលធ្វើដំណើរពួកគេក៏បានឆ្លងកាត់កន្លែងមួយដែលមើលទៅវាទៅតែត្រូវបានបំផ្លាញដោយសារតែ D2 វាដូចជារឿងដែលបានកើតឡើងនៅពេល4ឆ្នាំមុនអញ្ចឹងពួកគេអាចនឹងពិបាករកអាហារផ្អែមៗនិងសម្ភារៈមួយចំនួននៅទីនេះនៅពេលនោះដែរអាណាក៏បានស្ដីឲ្យទៅកាន់ថុកតូពួកអីគាត់គួរដៃធ្វើឲ្យវាមានសម្លេងរំខានហើយមើលភ្នែកគាត់ទៅដូចអ្នកជក់ថ្នាំអញ្ចឹងងាកមកមើលសារកាន់ GM គាត់បានជួបប្រជុំជាមួយនឹងមេបញ្ជាការ Sheila គាត់បានប្រាប់ឲ្យមេបញ្ជាការ Sheila នឹងកុំឲ្យប៉ះពាល់ទៅលើថុកតូទៀតអីហើយកុំគិតថាថុកតូនឹងរំគ្រោះថ្នាក់មកដល់ពួកគេថុកតូគឺជាមនុស្សដែលមានទេពកោសល្យហើយពួកគេនឹងត្រូវការអំណាចរបស់ថុកតូនៅថ្ងៃអនាគតមេបញ្ជាការ Sheila គាត់មិនត្រូវការបែបនេះទេគាត់និយាយថាដរាបណាគាត់នៅទីនេះគឺវាគ្មានបញ្ហាអ្វីឡើយសារកាន់ GM និយាយថាគាត់មិនអាចទេហើយកុំឲ្យមេបញ្ជាការ Sheila នឹងពាក់ព័ន្ធនឹងរឿងនេះទៀតអីបន្ទាប់ពីរឿងនេះមកធ្វើឲ្យមេបញ្ជាការ Sheila កាន់តែស្អប់ថុកតូយ៉ាងខ្លាំងគាត់ច្រណែនដែលសារកាន់ GM នឹងទុកថុកតូនឹងសំខាន់ជាងគាត់ក្រឡេកមកមើល3នាក់នេះវិញពួកគេមកដល់កន្លែងមួយដែលមានប៉ូលីសជាច្រើនហាមឃាត់មិនឲ្យពួកគេនឹងឆ្លងកាត់ទីនេះឡើយដោយសារតែនៅតំបន់នេះមនុស្សមួយចំនួនត្រូវបាន D2 វាប្រហារនៅថ្ងៃនេះពួកគេពិតជាស្អប់ខ្ពើមនិងធុញទ្រាន់បិសាច D2 ទាំងអស់នេះណាប៉ុន្តែពួកវាស្រាប់តែលេចឡើងម្ដងទៀតបន្ទាប់ពីប្រហែលឆ្នាំកន្លងផុតទៅវាពិតជារំខានខ្លាំងណាស់ហើយមនុស្សទាំងអស់នេះនឹងគឺពួកគេនៅទីនេះដើម្បីស្វែងរកកន្លែងច្រកកោនប៉ូលីសបន្តថាពួកគេពិតជាគួរអាណិតខ្លាំងណាស់ពួកគេបានបាត់បង់ទឹកដីកំណើតរបស់ពួកគេប៉ុន្តែនៅតំបន់នេះក៏មិនមានសុវត្ថិភាពសម្រាប់ពួកគេដែរនៅពេលនោះដែរទូស័យរបស់យើងក៏បាននិយាយថានាងមានឈ្មោះថា Destiny នាងគឺជាមនុស្ស Music Art ហើយនាងនឹងអាចការពារទីក្រុងនេះពីការឈ្លានពានរបស់ពពួកបិសាចទីទូលោកប៉ូលីសឮហើយគាត់ពិតជាសប្បាយចិត្តណាស់នៅពេលយប់ពួកគេបានស្នាក់នៅផ្ទះសំណាក់នៅក្នុងតំបន់ភ្នំ Appalachian ដោយអាណានិងខូសេតូបានជួបបន្ទប់ផ្សេងនៅក្បែរនេះហើយប្រាប់ទៅកាន់ថុកតូថាគាត់អាចហៅពួកគេបាននៅពេលដែលមានរឿងអ្វីកើតឡើងប៉ុន្តែថុកតូដូចជាមិនបានស្ដាប់នាងឡើយគាត់នៅតែគួរដៃរបស់គាត់នឹងធ្វើជាបទភ្លេងហើយសម្លេងមួយនេះនឹងពិតជាធ្វើឲ្យអាណាពិបាកទ្រាំខ្លាំងណាស់នាងចិត្តឈួតទៅហើយដោយទ្រាំមិនបានខូសេតូក៏បានទៅកាច់កថុកតូសុំនឹងគេកាច់កមែនហ្នឹងអាប៉ែហ្នឹងឲ្យរៀងថ្ងៃក្រោយទោះបីជានាងដឹងថាគាត់ងប់ងល់នឹងបទភ្លេងយ៉ាងណាក៏ដោយតែឥឡូវនេះគាត់ពិតជាចម្លែកណាស់មានរឿងអីចំពោះគាត់មែនអាចប្រាប់ពួកគេបានថុកតូក៏បានសារភាពថាគឺគាត់កំពុងតែនិពន្ធបទភ្លេងមួយលើចឹងហើយពីអ្នកហ្នឹងពិតជាភ្ញាក់ផ្អើលមែនតើហើយវាគឺជាលើកទី1របស់ថុកតូនោះទេនៅពេលយប់បន្តិចអាណាក៏បានចូលមកបន្ទប់គាត់ដោយយល់ឃើញថាគាត់ពិតជាពិបាកក្នុងការតែងដែលគ្មានព្យ៉ាណូហើយនាងបានសួរម្ចាស់ផ្ទះអំពីឧបករណ៍ដែលអាចលេងបានថុកតូលើហើយគាត់ស្មានតែព្យ៉ាណូខំអដល់ពេលចេញមកសង្ហាក់ច្រើនស្ទើប៉ុន្តែវាក៏ល្អប្រសើរជាងអត់មានអ្វីសោះនោះដែរមកយកតូភ្លឺផ្លំផងតែផងគ្មានបានដេកទេមិនបាច់មើលភ្នែកគាត់ទេឲ្យដូចអ្នកជក់ថ្នាំអញ្ចឹងនៅពេលដែលកំពុងតែតែនោះដៃរបស់គាត់ក៏បានបាត់នោះមានន័យថាខូសេតូប្រជា Destiny មកដល់ខាងក្រៅ Destiny និយាយបែបដូចដងទៅកាន់ថុកតូថាគាត់ហាក់ដូចជាមានបញ្ហានៅក្នុងការតែងរបស់គាត់សាយ D2 ទាំងអស់នោះគឺវារត់ទៅលើភ្នំអស់ហើយគាត់មកក៏គ្មានប្រយោជន៍អីដែរព្រោះមើលស្ថានភាពរបស់គាត់នៅពេលនេះទៅគឺវាពិបាកមើលខ្លាំងណាស់ថុកតូក៏សម្រេចចិត្តថាគាត់នឹងដើរចេញទៅក្រៅនៅពេលនោះដែរគាត់ក៏បានឃើញខូសេតូហើយគាត់ក៏បានដើរតាមនាងមកដល់កន្លែងមួយគឺប្រមូលផ្ដុំទៅដោយមនុស្សជាច្រើនដែលពួកគេបានភៀសខ្លួនពីពួកបិសាច D2 ហើយពួកគេបានបាត់បង់ទឹកដីកំណើតរបស់ពួកគេខូសេតូនាងបានទិញនំចំណីមួយចំនួនដើម្បីមកចែកមនុស្សនៅទីនេះនៅពេលដែលថុកតូកំពុងតែលួចមើលខូសេតូអាណាក៏បានមកដល់ហើយនាងនិយាយថាពីមុនគឺខូសេតូនាងដឹងតែកម្ចាត់បិសាច D2 តែម្យ៉ាងគត់ប៉ុន្តែឥឡូវនេះមិនដូចពីមុនទេនាងបានផ្លាស់ប្ដូរនៅពេលដែលនាងបានជួបមនុស្សជាច្រើននាងបាននិយាយថានាងពិតជាចូលចិត្តបទភ្លេងព្យ៉ាណូរបស់ថុកតូណាស់ហើយខូសេតូនឹងហើយជាអ្នកដែលបានខ្ចី melody ខាងហ្នឹងពីម្ចាស់ផ្ទះសំណាក់មិនមែនអាណានោះទេប្រហែលជានាងនឹងចង់គាំទ្រថុកតូអាណាបន្តទៀតថានាងគឺជាក្មេងស្រីម្នាក់ដែលមានចិត្តល្អនាងសប្បាយចិត្តនៅពេលដែលឃើញខូសេតូផ្លាស់ប្ដូរបែបនេះហើយនាងនៅតែគិតថាខូសេតូនេះគឺជាខូសេតូពីមុនកាត់ចូលមកដល់ថ្ងៃស្អែកគឺថុកតូបានជួបនិយាយជាមួយនឹងខូសេតូអំពីរឿងរ៉ាវម្សិលមិញដែលខូសេតូនិងអាណាមិនសូវឃើញដែរជាមួយគ្នាទៀតគឺខូសេតូនិយាយថាវាបានប្រែប្រួលជាយូរដែរហើយប៉ុន្តែថុកតូនឹងគឺមិនបានកត់សម្គាល់នាងថាអាណាខុសប្លែកពីមុនបងស្រីរបស់នាងនឹងជប់ហៅនាងថាខូសេតូហើយក៏មិនហៅនាងថា Destiny ផងដែរនាងចង់ដឹងថាខូសេតូនឹងជានរណាគេហើយមានទំនាក់ទំនងអីជាមួយនឹងថុកតូ
មកដល់ត្រឹមនេះហ្នឹងគឺថុកខ្ទោបានឲ្យនាងឈប់និយាយទៅ Yes យើងបាននឹងឲ្យថាខុសសេតូហ្នឹងគឺនាងត្រូវបានស្លាប់បាត់ហើយDestinyក៏បានភ្ញាក់ឡើងនៅក្នុងរាងកាយរបស់ខុសសេតូទៅពេលដែលនាងធម្មតាខ្ញុំហៅនាងថាខុសសេតូទៅពេលដែលនាងប្រែកាយគឺខ្ញុំហៅថា Destiny អញ្ចឹងវាស្រួលហើយមកដល់បន្ទប់វិញគឺថុកខ្ទោក៏គិតថាគាត់និពន្ធបទភ្លេងនេះគឺសម្រាប់ខុសសេតូនឹងឯងនាងគឺជាក្មេងស្រីតែម្នាក់ដែលតែងតែលើកទឹកចិត្តគាត់និងនៅក្បែរគាត់គាំទ្រគាត់រហូតមកស្របពេលនោះដែរបិសាច D2 ក៏បានលេចឡើងពួកប៉ូលីសជាច្រើនមិនអាចធ្វើអ្វីបិសាច D2 នោះបានទេមានតែ Music Art ប៉ុណ្ណោះដែលអាចសម្លាប់ D2 បាននៅពេលនោះដែរថុកខ្ទោនិង Destiny ក៏បានមកដល់ពួកគេក៏បានបើកការវាយប្រហារកម្ចាត់បិសាច D2 នោះចោលទៅដោយតែរដងអញ្ចឹងនៅពេលដែលប្រយុទ្ធថុកខ្ទោគឺគាត់នឹងត្រូវអស់ energy ច្រើនប៉ុន្តែគាត់នៅតែបន្តស្វែងរក D2 ដើម្បីកម្ចាត់ចោលល្អមកដល់លើភ្នំស្ថានភាពរបស់ថុកខ្ទោកាន់តែទ្រុឌទ្រោមខ្លាំងឡើងដោយសារតែគាត់នឹងគេមិនបានគ្រប់គ្រាន់នៅពេលនោះដែរ Destiny នេះបានដឹងថាមានបិសាច D2 ជាច្រើនបានប្រមូលផ្តុំគ្នានៅកន្លែងមួយពួកគេក៏បានធ្វើដំណើរទៅទីនោះនៅពេលមកដល់ពួកគេបានឃើញថាមានបិសាច D2 ជាច្រើននៅជាមួយមេបញ្ជាការ Sheila និង Hal ដែលជា Music Art របស់គាត់ Hal នាងមានថាមពលនៃឋាននរកហើយអ្វីដែលនៅក្នុងដៃរបស់នាងនឹងសម្លេងរបស់វាអាចតាក់ទាញនិងដាក់ D2 ដែលកំពុងតែដេកបានហើយ D2 ដែលបានលេចឡើងនៅគ្រប់ទីកន្លែងហ្នឹងគឺជាស្នាដៃរបស់មេបញ្ជាការ Sheila នឹងឯងថុកខ្ទោនិយាយថាហើយដែលបានជាគាត់ធ្វើបែបហ្នឹងមេបញ្ជាការ Sheila តបទៅវិញថាពិភពលោកនេះនឹងវាពិតជាធ្ងន់ពេកហើយជាមួយនឹងមនុស្សដែលប្រមូលផ្តុំគ្នាដូចជាសម្រាមគាត់គ្រាន់តែចង់លុបបំបាត់ពួកគេចេញឲ្យអស់ដើម្បីបង្កើតពិភពថ្មីមួយហើយតាំងខ្លួនថាជាវីរៈបុរសគ្រប់គ្រងពិភពលោកដោយស្ងៀមស្ងាត់គាត់បន្តថាលើកដំបូងដែលគាត់ប្រើប្រាស់ធម៌ពលនេះគឺនៅក្នុងទីក្រុងមួយដែលមានប្រារព្ធពិធីបុណ្យជាតិមួយកន្លែងហើយវាក៏មានសម្លេងព្យ៉ាណូនៅទីនោះធ្វើឲ្យថុកខ្ទោនឹកឃើញដល់ថ្ងៃដែលធ្វើឲ្យខុសសេតូស្លាប់ហើយគាត់ពិតជាខឹងនឹងមេបញ្ជាការ Sheila នឹងខ្លាំងណាស់គាត់ចង់តែសម្លាប់មេបញ្ជាការនឹងចោលទេហើយមេបញ្ជាការនឹងក៏ចង់សម្លាប់ថុកខ្ទោចោលដែរពួកអីក៏ចង់បានអំណាចនៅពេលនោះដែរសង្គ្រាមរបស់ពួកគេក៏បានចាប់ផ្ដើមហ្នឹងហើយអ្នកទាំងអស់គ្នាអេពីសូតទី7យើងបានឈានមកដល់ទីបញ្ចប់ហើយនៅក្នុងអេពីសូតនេះគឺវាខ្លីប៉ុន្តែខ្លឹមខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តក្នុងអេពីសូតនេះខ្ញុំក៏ចូលចិត្តដែរពួកអីវាដល់វាល្អមើលហី Okay bye see you next episode thank you guys